បាទសូមគោរពជំរាបសួរពុកម៉ែមាមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះត្រូវនៅថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026បាទនៅថ្ងៃនេះផងដែរគឺត្រូវនៅថ្ងៃ11រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570សម្រាប់ថ្ងៃនេះឆ្នាំរកាឆុងនិងឆ្នាំថោះបាទហើយសម្រាប់ថ្ងៃនេះផងដែរសម្រាប់ការមើលទៅលើក្បួនទិសនៃបេះដូងរស់លោកអ្នកគួរធ្វើដំណើរទៅទិសពីយប់ដែលជាទិសបេះដូងរស់មិនគួរធ្វើដំណើរទៅទិសអាគ្នេយ៍ឡើយបើតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬវិធីសែនព្រេនអ្វីមួយនោះឲ្យអង្គុយនៅទិសអាគ្នេយ៍បែរមុខទៅរកទិសបស្ចិមចំពោះក្បួនកាកបាទយាមក្រឡានៅថ្ងៃផងដែរចាប់ពីម៉ោងមាន់រងាវរហូតដល់ម៉ោង6កន្លះគឺជាម៉ោងល្អណាស់លោកអ្នកអាចធ្វើដំណើរទៅណាមកណាឬប្រកបកិច្ចការងារបានសម្រេចផលល្អទទួលបាននៅលាភបរិបូរណ៍ចំពោះការធ្វើដំណើរចាប់ពីម៉ោង6កន្លះរហូតដល់ម៉ោង11:00គឺជាម៉ោងកាកបាទមានន័យថាគឺជាម៉ោងអន្តរាយម៉ោងនេះលោកអ្នកចេញដំណើរទៅណាមកណាអាចនឹងទទួលនូវផលប៉ះពាល់និងមានបញ្ហាកើតឡើងដូច្នេះមិនគួរធ្វើដំណើរឆ្ងាយឡើយតែបើធ្វើដំណើរគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះការធ្វើដំណើរចាប់ពីម៉ោង11:00រហូតដល់ម៉ោង2រសៀលគឺជាម៉ោងទទេស្អាតមានន័យថានៅម៉ោងនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនទទួលបានផលអ្វីទេហើយក៏មិនមានបញ្ហាអ្វីកើតឡើងដែរចាប់ពីម៉ោង2:00រហូតដល់ម៉ោង5រសៀលគឺជាម៉ោងសិក្សាលោកអ្នកអាចចេញដំណើរបាននៅម៉ោងនេះនឹងទទួលបានផលល្អជួបលៀបហេងចំពោះការធ្វើដំណើរចាប់ពីម៉ោង5:00រហូតដល់ម៉ោងចូលគេងគឺជាម៉ោងគ្រោះកាចលោកអ្នកពុំគួរធ្វើដំណើរឆ្ងាយឡើយព្រោះអាចនាំមកដល់បញ្ហានានាកើតឡើងបានបើហើយជាបន្តក៏សូមចូលដល់ហោរាសាស្ត្រនៃការទស្សន៍ទាយទៅលើជោគជតារាសីសម្រាប់ឆ្នាំទាំង12បាទមុននឹងចូលទៅដល់ហោរាសាស្ត្រប្រចាំថ្ងៃខ្ញុំបាទក៏សូមបួងសួងដល់ពុទ្ធសាសនិកនិងអ្នកមានបារមីទាំងអស់ក្នុងលោកសូមតាមជួយคุ้មគ្រងនិងថែរក្សាពុកម៉ែបងប្អូនព្រមទាំងឲ្យទទួលបាននៅការរកទទួលទានឲ្យបានប្រាក់កម្រៃហូរចូលសម្រាប់ចិញ្ចឹមជីវិតឆ្នាំជូតរាសីល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានដំណើរការទៅតាមផែនការតែត្រូវមានការអត់ធ្មត់និងប្រុងប្រយ័ត្ននៅរាល់ឯកសារសំខាន់មុននឹងចុះកិច្ចព្រមព្រៀងត្រូវពិនិត្យឲ្យបានច្បាស់លាស់ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានចំណូលតិចតួចត្រឹមសម្រាប់គ្រប់គ្រងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះឯការធ្វើដំណើរទីជិតទីឆ្ងាយត្រូវមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបជាការប្រសើរចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានបញ្ហាកើតឡើងខ្លះតែมันមានអ្វីធំដុំនោះទេអាចដោះស្រាយគ្នាបានឆ្នាំឆ្លូវរាសីស្រចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានភាពល្អប្រសើរនោះទេគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់លើកិច្ចការសម្រាប់ចិត្តធំណាមួយអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរគឺមានសភាពតានតឹងហាក់ដូចជាមិនចង់រួលទៅមុខអ្នកខ្លះរកបង្ក្រប់ឆ្នាំងស្ទើរពុំបានផងការធ្វើដំណើរទីជិតទីឆ្ងាយមានបញ្ហារារាំងប្រទាំងប្រទើសជាច្រើនចូលមកយាយីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានការរកម្មរកុសអ្នកខ្លះដល់ថ្នាក់ពាក់មុខជាក់ដាក់គ្នាទៀតផងនៅថ្ងៃនេះឆ្នាំខាលរាសីខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនផ្នែកក្នុងនោះមិនថាជារឿងការងារប្រកាសឬក៏រឿងផ្ទាល់ខ្លួននោះទេសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញ
ឃើញថាមានការហូរចូលនៅប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងងាយស្រួលឯការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តព្រមទាំងមានអ្នកចិត្តខាងជុំវិញខ្លួនទទួលរាក់ទាក់អបអរសាទរទៀតផងចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ឃើញថាមានការរលូននិងស្រស់ស្រាយជាប្រពៃនៅថ្ងៃនេះឆ្នាំថោះរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរដូច្នេះហើយបើធ្វើអ្វីក៏ដោយគម្រោងចាំយូរព្រោះថាផលជាផ្លែផ្កាតែងតែហុចមកវិញគួរជាទីពេញចិត្តសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះជួញចិត្តជួញឆ្ងាយមានភាពកាក់កបគួរសមប្រាក់កម្រៃហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ឯអ្នកធ្វើដំណើរទីចិត្តទីឆ្ងាយទៀតសោតនោះឃើញថាមានសភាពល្អប្រសើរទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ឃើញថាមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃដែរឆ្នាំរោងរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកនោះក៏ឃើញថាទទួលបានផលល្អត្រឡប់មកវិញជានិច្ចចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញក៏មានភាពកាក់កបទាំងការជួញចិត្តជួញឆ្ងាយក្តីឯការធ្វើដំណើរទីចិត្តទីឆ្ងាយទៀតសោតនោះក៏ទទួលបាននូវផលសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំម្សាញ់រិស័យស្រុតចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេក្នុងចិត្តមានការខ្វាយខ្វល់ច្រើនមានការមួម៉ៅខុសពីធម្មតាគួរមានការតាំងចិត្តតាំងអារម្មណ៍ឲ្យបានខ្ពស់ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាមានការធ្លាក់ចុះចំណូលអ្នកខ្លះរកបង្ក្រប់ឆ្នាំងស្ទើរពុំបានផងការធ្វើដំណើរទីចិត្តទីឆ្ងាយគួរមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបជាការប្រសើរសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពប្រកម្មរកោសនឹងបញ្ហាខ្លះៗចូលមកយាយីឆ្នាំមុំមីរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានការប្រទាំងប្រទើខ្លះតែមិនមែនជាបញ្ហាអ្វីធំដុំនោះឡើយនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានភាពរដិបរដប់សូមមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តរឿងកិច្ចការអ្វីមួយអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបានត្រឹមតែផ្គត់ផ្គង់ប្រចាំជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះឯការធ្វើដំណើរទីចិត្តទីឆ្ងាយក៏គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាធម្មតាឆ្នាំមុំម៉ែរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរព្រោះថាផលជាផ្លែផ្កាតែងតែហុចមកវិញគួរជាទីពេញចិត្តសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាមានការរីកលូតលាស់ការរកកម្រៃបានប្រាក់ហូរចូលសម្រាប់ចិញ្ចឹមជីវិតបានយ៉ាងស្រួលរីឯការធ្វើដំណើរទីចិត្តទីឆ្ងាយក៏ឃើញថាមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ឃើញថាមានភាពរលូននិងផ្អែមល្ហែមគួរជាទីពេញចិត្តឆ្នាំវករិស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពល្អប្រសើរហេតុនេះហើយធ្វើអ្វីក៏ដោយក៏តែងតែមានការជឿនលឿននិងហុចផលជាផ្លែផ្កាត្រឡប់មកវិញគួរជាទីពេញចិត្តផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទាំងការជួញចិត្តជួញឆ្ងាយឃើញថាផ្ដល់ជាផលត្រឡប់មកវិញបានយ៉ាងពេញចិត្តឯការធ្វើដំណើរទីចិត្តទីឆ្ងាយក៏មានភាពផ្អែមល្ហែមនិងមានអ្នកជុំវិញខ្លួនទទួលរាក់ទាក់និងទទួលបាននូវភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយជាប្រពៃឆ្នាំរការិស័យស្រុតចុះថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានភាពល្អប្រសើរនោះឡើយ
រាល់ការធ្វើកិច្ចការអ្វីមួយក៏តែងតែមានការរកម្មរកុសនិងមានអ្នកចូលមកយាយីជាញឹកញាប់ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាការរកប្រាក់កម្រៃសម្រាប់ចិញ្ចឹមគ្រួសារនោះហាក់ដូចជាពុំសូវមានភាពល្អប្រសើរប៉ុន្មានទេអ្នកខ្លះរកបង្គ្រប់ឆ្នាំងស្ទើរពុំបានផងការធ្វើដំណើរទីជិតទីឆ្ងាយត្រូវមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ពុំសូវជាមានរឿងរ៉ាវល្អកើតឡើងប៉ុន្មានដែរនៅថ្ងៃនេះគួរមានការអត់ធ្មត់ឲ្យបានខ្ពស់ទើបជាការប្រសើរឆ្នាំចរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាខ្លះចូលមកយាយីតែมันមានអ្វីធំដុំនោះឡើយបើលោកអ្នកមានការដោះស្រាយនោះប្រកាសជានឹងទទួលបាននូវផលសម្រេចត្រឡប់មកវិញអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានប្រាក់កម្រៃហូរចូលសម្រាប់គ្រាន់តែអាចផ្គត់ផ្គង់គ្រួសារបានតែប៉ុណ្ណោះការធ្វើដំណើរទីជិតទីឆ្ងាយសូមមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបជាការប្រសើររីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពអែមល្ហែមនិងស្រស់ស្រាយជាធម្មតាឆ្នាំកុលរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគមានរិស័យហើយបើទោះជាធ្វើអ្វីក៏ដោយក៏តែងតែមានការរីកលូតលាស់និងមានជោគជ័យគួរសមសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយនឹងអ្នកមានមុខរបរដូចគ្នាគប្បីមានការបើកចិត្តឲ្យទូលាយបន្តិចទៅគ្មានរឿងរ៉ាវចម្រូងចម្រាសណាមួយកើតឡើងបានការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជាប្រពៃបាទសម្រាប់ហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃនេះផងដែរក៏សូមបញ្ចប់តែត្រឹមនេះ